មេបញ្ជាការនៃបញ្ជាការដ្ឋាន Indo-Pacific អាមេរិកពេញចិត្តនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសហរដ្ឋអាមេរិកកម្ពុជានៅវេលាព្រឹកថ្ងៃទី26ខែមករាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តមនាយឧត្តមនាវីសាមូអែលប៉ាប៉ារ៉ូមេបញ្ជាការនៃបញ្ជាការដ្ឋាន Indo-Pacific នៃសហរដ្ឋអាមេរិកចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពក្នុងឱកាសនៃជំនួបនេះឯកឧត្តមនាយឧត្តមនាវីសាមូអែលប៉ាប៉ារ៉ូបានថ្លែងអំណរគុណនិងសម្ដែងនូវក្តីសោមនស្សរីករាយដែលបានជួបសម្ដេចបវរធិបតីជាថ្មីម្ដងទៀតក្នុងដំណើរបំពេញទស្សនកិច្ចលើកទី2នៅកម្ពុជាឯកឧត្តមបានសម្ដែងការពេញចិត្តនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសហរដ្ឋអាមេរិកកម្ពុជាជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយគ្នានេះឯកឧត្តមបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាតឲ្យនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកចូលចតនៅមូលដ្ឋានសមុទ្ររៀមដែលនេះជាសក្ខីភាពឆ្លុះបញ្ចាំងពីការពង្រឹងទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរជាការឆ្លើយតបសម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យយោធារវាងប្រទេសទាំងពីរនាពេលកន្លងមកនិងបានគូបញ្ជាក់ថាការចូលចតនៃនាវាជើងទឹកសហរដ្ឋអាមេរិកនៅកម្ពុជានាពេលនេះគឺជាលទ្ធផលជាក់ស្ដែងនៃទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើនសម្ដេចបវរធិបតីមានជំនឿយ៉ាងមុតមាំថាទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងត្រូវបានបន្តពង្រឹងនិងពង្រីកបន្ថែមទៀតទន្ទឹមនឹងនេះសម្ដេចបវរធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឲ្យមានបទឈប់បាញ់កម្ពុជាថៃនិងបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡំពួរកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025នៅប្រទេសម៉ាឡេស៊ីសម្ដេចបវរធិបតីក៏បានជម្រាបជូនឯកឧត្តមនាយឧត្តមនាវីថាកម្ពុជាបានទទួលលិខិតអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតី Donald Trump ក្នុងការចូលរួមក្រុមប្រឹក្សាសន្តិភាពកម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះដែលការនេះបានបង្ហាញនូវសុឆន្ទៈនិងការបដិញ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកលសម្ដេចបវរធិបតីក៏បានជម្រាបជូនឯកឧត្តមនាយឧត្តមនាវីអំពីការវិវត្តជាក់ស្ដែងនៃស្ថានភាពព្រំដែនកម្ពុជាថៃនិងបានបញ្ជាក់ពីជំហរយ៉ាងច្បាស់លាស់របស់កម្ពុជាក្នុងការគោរពបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡំពួរឲ្យបានខ្ជាប់ខ្ជួននិងប្រកាន់យកការដោះស្រាយជម្លោះដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ដើម្បីសម្រេចបាននូវព្រំដែនសន្តិភាពនិងយូរអង្វែងជាការឆ្លើយតបឯកឧត្តមនាយឧត្តមនាវីសាមូអែលប៉ាប៉ារ៉ូបានជម្រាបជូនសម្ដេចបវរធិបតីថាឯកឧត្តមប្រធានាធិបតី Donald Trump នៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានភាពព្រំដែនកម្ពុជាថៃនិងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡំពួរឯកឧត្តមសាមូអែលប៉ាប៉ារ៉ូបានគូបញ្ជាក់ពីសារៈសំខាន់ប្រកបដោយការស្ថាបនានៃតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT និងបានជម្រាបជូនសម្ដេចបវរធិបតីថាសហរដ្ឋអាមេរិកបន្តគាំទ្រដល់ការបន្តយន្តការ AOT ព្រមទាំងគាំទ្រដល់ការពន្លឿនដំណើរការ JBC ក្នុងការវាស់វែងនិងខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ។